លោកមិនតបយីខ្ញុំល្មើសលើលោកហើយកុំគួរទេកុំគួរចឹងអីកុំឲ្យគេជឿចាប់ពេកដាក់ក្បត់ចោអ៊ីវដាក់ក្បត់ចោលោកសេនាប្រមុខជួយលបងផងមិនតបយាហ្វៃមានតួអីលោកចង់សម្លាប់គេយាហ្វៃមិនស្ដាប់បញ្ជាចេញពីជំរុំធ្វើឲ្យជំរុំត្រូវវាយលុកស្លាប់របួសជាច្រើនតែខ្ញុំបានឮថាលបងយាហ្វៃវាយចូលស្រុកសីសៀនជួយប្រជារាស្ត្រជាច្រើនគុណសម្បត្តិធំយ៉ាងនេះឬមួយក៏មិនអាចលុបលាងកំហុសទេគុណសម្បត្តិធំតែមិនអាចលុបលាងទេវាងយានឯស្គាល់ខ្ញុំក៏មិនមែនតែមួយថ្ងៃពីរដែរខ្ញុំដើម្បីរក្សាមនុស្សទុកប្រើគឺតែងតែអត់ឱនឲ្យពួកគេជាច្រើនដងផ្ដល់ឱកាសឲ្យពួកគេកែខ្លួនវិន័យតបតាំងតែមិនអាចហួសហេតុលោកសេនាប្រមុខបើលោកនិយាយដល់ត្រឹមនេះទៅហើយខ្ញុំក៏មានពាក្យមិនគួរសមចង់និយាយដែរលបងមានសេនាប្រមុខនៅគឺលេងឲ្យហើយលបងមិនស្លាប់ទេហេតុអីយាហ្វៃពិបាកគ្រប់គ្រងយ៉ាងនេះតែមិនមែនព្រោះតែលោកសេនាប្រមុខមិនឲ្យទេនាំគ្នារសាត់បែកខ្ញែកបែបនេះតើទប់ទល់នឹងពួកជីងទាំងព្រៃផ្សៃនោះយ៉ាងម៉េចតែប៉ុណ្ណោះមនុស្សអត់បត់ក៏ឲ្យនេះឲ្យច្បាំងមិនឈ្នះគឺជារឿងរបស់ឯងលបងយើងបាំងឈ្នះនេះកូបត់មេតបលោកអាចសម្រាប់យាហ្វៃហេតុអីមិនទៅគួយតើសម្រាប់ចៅប្លន់មន្ត្រីក្បត់ទាំងនោះហេតុអីក៏មិនទៅបៃជីងសម្រាប់ពួកឆ្លៀនពៀនជីងនេះជាកំហុសរបស់យាហ្វៃហើយរាជការជ្រួលច្បល់បន្ទាយបាញ់បាក់ប្រជារាស្ត្របាត់បង់ទីជម្រកនេះជាកំហុសរបស់យាហ្វៃអសរ8តួឆ្លាក់លើមុខវាងយានឯងគឺគួរតែការពារយាហ្វៃទៅប្រឆាំងពួកក្បត់សម្រាប់ពួកចៅការពារប្រជារាស្ត្របើលោកសម្រាប់យាហ្វៃអ្នកចំនួនក្រោយពួកយើងនឹងជាស្ដីមហាសង្ឃយើងមេតបមួយជីវិតខ្ញុំមិនអង្វរគេថ្ងៃនេះដើម្បីយាហ្វៃទុកថាខ្ញុំអង្វរលោកចុះមេតបឬមួយចង់ឲ្យខ្ញុំលុតជង្គង់ទៅព្រមមែនទេចឹងបាទខ្ញុំលុតជង្គង់នៅមុខលោកសេនាប្រមុខលោកមិនអាចលុតជង្គង់ទេលោកសេនាប្រមុខលោកធ្លាប់និយាយប្រាប់ខ្ញុំថាអាចលុតជង្គង់មុខព្រះអង្គឪពុកម្ដាយនិងគ្រូបាធ្យាយយាហ្វៃខ្ញុំមានគុណបុណ្យអីដែលអាចឲ្យលោកលុតជង្គង់ដើម្បីខ្ញុំនោះលោកសេនាប្រមុខអត់ឲ្យលោកបេតបជាផងអត់ឲ្យលោកបេតបជាផងលោកសេនាប្រមុខសូមជួយគាត់ផងអត់ទោសឲ្យគាត់ទៅបានយល់ដល់មុខលោកសេនាប្រមុខទោះស្លាប់អាចអត់អូនទោះរស់មិនអាចកិច្ចពីនេះ60ដំបងហើយថ្ងៃ3ថ្ងៃត្រូវខ្យល់ត្រូវភ្លៀងព្រមានដល់អ្នកដទៃព្រះអង្គ